ជាព័ត៌មានក្តៅទេគឺជាទស្សនៈនៃចំណេះដឹងបន្ថែមទៀតពីព្រោះប្រហែលថ្ងៃមុនលោកប្រធានាធិបតី Donald Trump លោកប្រកាសថាលោកសហរដ្ឋអាមេរិកនឹងធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញបាទគឺมันបានតេស្តសាកល្បងហ្នឹងតាំងពីឆ្នាំ1992មកដូច្នេះនៅពេលដែលសហរដ្ឋអាមេរិកធ្វើតេស្តនុយក្លេអ៊ែរអញ្ចឹងតើមានអត្ថន័យយ៉ាងម៉េចហើយតើការធ្វើតេស្តនឹងយ៉ាងម៉េចបើអញ្ចឹងខ្ញុំសូមជូនអត្ថបទស្រាវជ្រាវមួយរបស់ខាងរបស់ខាងសារព័ត៌មានវិទ្យុ NPR បាទ NPR គាត់បានចងក្រងអត្ថបទនេះដែលខ្ញុំចែករំលែកជាចំណេះដឹងដល់ប្រិយមិត្តផងដែរអញ្ចឹងគឺបើតាម NPR ឲ្យដឹងថានៅពេលដែលសហរដ្ឋអាមេរិកធ្វើតេស្តនុយក្លេអ៊ែរអញ្ចឹងអ្នកណាចំណេញបើតាមអ្នកជំនាញគាត់ថាគឺអ្នកដែលចំណេញនោះគឺប្រទេសដែលជាសត្រូវរបស់សហរដ្ឋអាមេរិកទេពីព្រោះអីប្រទេសទាំងអស់នោះអាចនឹងយកលេសហ្នឹងទៅធ្វើតេស្តនុយក្លេអ៊ែររបស់ពួកគេដែលហាមឃាត់ដែលពួកគេខ្លាចរអាជាយូរមកហើយអញ្ចឹងដូច្នេះគឺគេនឹងមើលថាតើនៅពេលដែលសហរដ្ឋអាមេរិកធ្វើតេស្តតើនឹងមានរឿងអ្វីកើតឡើងក៏ប៉ុន្តែតើការធ្វើតេស្តនេះវាងាយស្រួលទេបាទបើតាមអ្នកជំនាញគឺសម្រាប់សហរដ្ឋអាមេរិកគឺមានកន្លែងតែមួយទេដែលអាចធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួនបាននោះគឺកន្លែងនោះគឺនៅខាងទីក្រុងនៅជិតកន្លែងអាមេរិកយោធាអាមេរិកមួយនៅជិតទីក្រុង Las Vegas នៅក្នុងរដ្ឋ Nevada នឹងគឺគេហៅថាការិយាល័យសន្តិសុខជាតិ Nevada ដែលមានចម្ងាយប្រមាណជា100គីឡូម៉ែត្រដែលនៅខាងពីយប់នៃទីក្រុង Las Vegas ហើយគឺកន្លែងហ្នឹងឯងជាកន្លែងមួយដែលស័ក្តិសមសម្រាប់ការធ្វើតេស្តនុយក្លេអ៊ែរបាទអញ្ចឹងគឺសហរដ្ឋអាមេរិកអាចប្រើប្រាស់កន្លែងហ្នឹងបានបាទនេះគឺជារូបភាពដែលបង្ហាញពីទីតាំងនោះដែលអាចនឹងធ្វើតេស្តអញ្ចឹងខ្ញុំដាក់ចេញមកជូនប្រិមិត្តដើម្បីឲ្យបានឃើញណាបាទនេះបើតាមការរាយការណ៍របស់ NPR ហើយបើតាមការដឹងគឺកន្លែងហ្នឹងគឺមានទំហំធំណាស់មាន1300 square mile ឯណោះបាទហើយគឺបានន័យថាវាធំជាងរដ្ឋ Rhode Island មួយទៅទៀតបាទហើយកន្លែងហ្នឹងគេប្រើប្រាស់តាំងពីឆ្នាំ1900ទសវត្សរ៍1950មកដើម្បីឲ្យអ្នកវិទ្យាសាស្ត្រហ្នឹងធ្វើតេស្តនុយក្លេអ៊ែរហើយគឺជាការធ្វើតេស្តមួយដែល underground ទេនៅកន្លែងការដ្ឋានក្រោមដីទេណាបាទកន្លែងហ្នឹងគឺគេមានរៀបចំជាកន្លែងស្មុគស្មាញមកមកហើយគេជីកឲ្យបានជ្រៅដើម្បីធ្វើតេស្តនៅខាងក្នុងហ្នឹងគឺមានភ្នំអញ្ចឹងគេត្រូវធ្វើសំទោសយ៉ាងណាធ្វើជាបន្ទប់មួយដែលដាក់បិទឲ្យចិត្តដើម្បីកុំឲ្យជាតិវត្ថុសកម្មហ្នឹងវាចេញមកវិញទេបាទពីព្រោះកន្លែងនោះវាមានថ្មមានអីចឹងដូច្នេះការប្រឈមមុខគ្រោះថ្នាក់ដែលផ្សាយភាពពីជាតិវត្ថុសកម្មនុយក្លេអ៊ែរហ្នឹងវាមានតិចបើយើងធៀបជាមួយនឹងការធ្វើតេស្តនៅខាងក្រៅបើខាងតេស្តនៅខាងក្រៅគឺវាអាចមានគ្រោះថ្នាក់ផងដែរបាទហើយគឺកន្លែងនេះគឺអាមេរិកធ្លាប់ធ្វើតេស្តតាំងពីយូរមកហើយដែរបាទជាពិសេសនៅក្នុងអំឡុងពេលសង្គ្រាមគឺខាងសហរដ្ឋអាមេរិកក៏ធ្លាប់មានធ្វើតេស្តខាងសូវៀតនោះអតីតសហភាពសូវៀតនោះគឺក៏មានតេស្តចិនក៏មានតេស្តដែរចុងក្រោយនេះគឺតេស្តរបស់សហរដ្ឋអាមេរិកគឺនៅឆ្នាំ1992ហើយខាងចិនធ្វើតេស្តនៅឆ្នាំ1996បាទហើយនេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយដែលសហរដ្ឋអាមេរិកខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានតុល្យភាពគ្នាពីព្រោះអីបើសិនជាតាមការឲ្យដឹងគឺលោកប្រធានាធិបតី Donald Trump គាត់បានបង្ហាញថាសហខាងរុស្ស៊ីប្រហែលថ្ងៃមុនហ្នឹងបាទធ្វើតេស្តគ្រាប់មីស៊ីលដែលអាចមានលទ្ធភាពផ្ទុកនុយក្លេអ៊ែរហើយថែមទាំងតេស្តគ្រាប់មីស៊ីលដែលនៅក្រោមទឹកដែលមានលទ្ធភាពផ្ទុកនុយក្លេអ៊ែរដែលអាចបំផ្លាញតាមឆ្នេរសមុទ្រផងដែរបាទដូច្នេះនេះគឺជារឿងមួយដែលខាងលោក Donald Trump គាត់ថានឹងត្រូវធ្វើតេស្តដែរក៏ប៉ុន្តែវាមានខុសប្លែកគ្នារវាងការដែលធ្វើតេស្តដោយមីស៊ីលដែលអាចផ្ទុកនុយក្លេអ៊ែរពីព្រោះនោះគ្រាន់តែជាមីស៊ីលធម្មតា
តែសហរដ្ឋអាមេរិកធ្វើតេស្តពេលនេះគឺនឹងធ្វើតេស្តដោយអាវុធនុយក្លេអ៊ែរតែម្ដងគ្រាប់នុយក្លេអ៊ែរតែម្ដងហើយនេះគឺជារូបដែលខាងបញ្ជុ NPR បានទៅចូលទៅដល់កន្លែងបន្ទប់ដែលគេធ្វើតេស្តហ្នឹងដែលគេរៀបចំហ្នឹងកាលពីឆ្នាំមុនហើយក៏ថតមកចែករំលែកហើយបាននិយាយជាមួយនឹងអ្នកវិទ្យាសាស្ត្រនៅទីនោះក៏ប៉ុន្តែតើការធ្វើតេស្តហ្នឹងគឺគ្រាន់តែចង់បានទិដ្ឋហ្នឹងតើអាចធ្វើតេស្តបានយ៉ាងណាគឺបើតាមអ្នកវិទ្យាសាស្ត្រដែលប្រាប់ NPR ហ្នឹងគឺថាអូការត្រៀមរៀបចំហ្នឹងគឺរឿងជារឿងធំហ្នឹងមិនមែនធ្វើភ្លាមបានទេគឺគាត់ថាគាត់តែអាចរៀបចំហ្នឹងគឺរយៈពេលយ៉ាងតិចគឺ8ដល់10ខែណាដើម្បីរៀបចំមូលដ្ឋានគ្រឹះសម្រាប់ធ្វើតេស្តហើយការដែលអាចធ្វើតេស្តពិតប្រាកដនោះបាទគឺក្រោយពីធ្វើតេស្តហើយហ្នឹងចំណាយពេលរាប់ឆ្នាំហើយនោះតម្រាំប្រមូលទិន្នន័យបានថាតើការធ្វើតេស្តសាកល្បងរបស់ខ្លួនហ្នឹងគឺពិតជាមានប្រសិទ្ធភាពឬក៏មិនមានប្រសិទ្ធភាពបាទអញ្ចឹងគឺគេធ្វើតេស្តហ្នឹងទៅចំណាយពេលច្រើនណាស់បាទអញ្ចឹងវាមិនមែនជារឿងមួយដែលគេអាចធ្វើលេងបានទេពីព្រោះអីការដែលធ្វើតេស្តហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹងការផ្សាយភាវជុសកម្មគ្រោះថ្នាក់អីកាត់ឡើងនឹងច្រើនអញ្ចឹងដូច្នេះគឺសហរដ្ឋអាមេរិកត្រូវតែមានការប្រយ័ត្នប្រយែងកន្លែងហ្នឹងហើយត្រូវតែរៀបចំឲ្យបានត្រឹមត្រូវហើយបើតាមអ្នកជំនាញហ្នឹងគឺបានឲ្យដឹងថាការដែលពីបច្ចុប្បន្ននេះតាំងពីឆ្នាំ92មកដែលអាមេរិកអត់បានធ្វើតេស្តនុយក្លេអ៊ែរហ្នឹងគឺប៉ុន្តែអាមេរិកមានគ្រាប់នុយក្លេអ៊ែរណាតើគេធ្វើយ៉ាងម៉េចដើម្បីឲ្យដឹងថាតើគ្រាប់នុយក្លេអ៊ែរហ្នឹងនៅតែមានប្រសិទ្ធភាពដោយមិនបាច់យកទៅបាក់ដោយមិនបានយកទៅបាញ់ហ្នឹងគឺគេប្រើរបៀប simulation គេជារូបភាពប្រយោលដើម្បីចង់ដឹងថាតើនៅមានប្រសិទ្ធភាពយ៉ាងម៉េចជាការវិតម្លៃតាមកុំព្យូទ័រទេអញ្ចឹងការធ្វើតេស្តរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្នគឺតេស្តតាមកុំព្យូទ័រទេដើម្បីចង់ដឹងថាអូឥឡូវនេះកម្រិតវានៅប៉ុណ្ណាតើវាអាចនៅដំណើរការយ៉ាងម៉េចបានហើយគេសន្និដ្ឋានថានុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅដែរប៉ុន្តែក្រោយពីការសម្រេចចិត្តរបស់លោកប្រធានាធិបតីនៅសប្តាហ៍នេះថានឹងធ្វើតេស្តនុយក្លេអ៊ែរនោះគឺចង់មិនចង់សហរដ្ឋអាមេរិកត្រូវតែត្រៀមបាទអញ្ចឹងរយៈពេល2ឆ្នាំទៅមុខទៀតនោះបាទ8ដល់10ខែក្នុងការរៀបចំហ្នឹងបាទអាចធ្វើតេស្តបានបាទនេះគឺជាអ្វីដែលខ្ញុំរៀបចំសម្រាប់ជូនប្រិយមិត្តទាំងអស់គ្នាអញ្ចឹងយើងមើលតើជាការបញ្ចប់នៅក្នុងអត្ថបទហ្នឹងគឺសន្និដ្ឋានថាការធ្វើតេស្តនុយក្លេអ៊ែរមិនមែនជារឿងមួយសាមញ្ញទេពីព្រោះជារឿងមួយដែលអាចនឹងប៉ះពាល់ទៅដល់ពិភពលោកហើយប្រទេសមួយចំនួនទៀតកំពុងតែរងចាំមើលសហរដ្ឋអាមេរិកដែលធ្វើតេស្តនេះទៅអាចនឹងបាទធ្វើតាមក្រោយផងដែរបាទអញ្ចឹងសូមអរគុណណាអរគុណមានតែព័ត៌មានប៉ុណ្ណឹងដែលខ្ញុំជម្រាបជូនហើយខ្ញុំថាធ្វើអត្ថបទមួយរបស់មិនមែន the diplomatic the foreign affairs foreign policy បាទគាត់ចេញមកហើយខ្ញុំអត់មានពេលធ្វើតដោយសាររវល់អញ្ចឹងបាទចាប់ខាងព័ត៌មានចាប់ប៉ុណ្ណេះហើយអញ្ចឹងខ្ញុំសូមទទួលសំណួរឆ្លើយសំណួរមួយពីរដើម្បីជាការចែករំលែកចំណេះដឹងដល់ប្រិយមិត្តផងដែរបាទឥឡូវនេះសូមទទួលសំណួរលោកធាមនីហាក់គាត់ថាបើអាមេរិកធ្វើអ្នកផ្សេងយកលេសធ្វើតាមវាអាចទៅទីបងបាទហ្នឹងហើយនឹងដែលជាអ្វីដែលខ្ញុំនិយាយចុងក្រោយនេះគឺអ្នកជំនាញគឺគេព្រួយបារម្ភចឹងថានៅពេលអាមេរិកធ្វើតេស្តគឺប្រទេសផ្សេងទៀតក៏គេមានលេសនឹងធ្វើតេស្តដែលអាចនឹងឈានទៅដល់ការរីកសាយអាវុធនុយក្លេអ៊ែរផងដែរជាការមួយដែលរត់ប្រណាំងសភាវុធឡើងវិញហើយអញ្ចឹងដូច្នេះហើយបានជារឿងតេស្តនុយក្លេអ៊ែរហ្នឹងគេមិនធ្វើងាយទេគេតេស្តតែអាវុធណាដែលអាចផ្ទុកសារធាតុនុយក្លេអ៊ែរតែប៉ុណ្ណោះដោយរុស្ស៊ីធ្វើពីថ្ងៃអាទិត្យកន្លងមកហើយថ្ងៃពុធកន្លងទៅនេះបាទគឺសុទ្ធតែជាអាវុធដែលអាចផ្ទុកសារធាតុនុយក្លេអ៊ែរវាខុសគ្នាពីតេស្តនុយក្លេអ៊ែរនេះបើតាមអត្ថបទណាខ្ញុំមិនមែនជំនាញកន្លែងនេះតិចសួរថាកំសែងគាត់ទៅជំនាញគ្រប់រឿងបើយោងតាមអត្ថបទទេបាទគឺអញ្ចឹងបាទអញ្ចឹងគេមានការព្រួយបារម្ភណាបាទអញ្ចឹងបាទប៊ុនហៀងសរសេរលឿនពេករបូតដៃមកអញ្ចឹងសេម្ដងទៀតប៊ុនហៀងលោកប៊ុនហៀងបាទ
ធាមនីបងជាយោបល់បងរឿងពន្ធលើប្រាក់ចំណេញ 20% បងបានអានទេហើយយល់ថាមិនដែរពេលវេលាសមស្របទេរឿងពន្ធលើប្រាក់ចំណេញ 20% បងបានអានទេនៅខ្មែរឬក៏នៅអាមេរិកហើយជាខ្ញុំច្រឡោះរឿងហ្នឹងណាអាចសរសេរច្បាស់ទេលោកមនីបើសិនជានៅខ្មែរខ្ញុំអត់ដឹងទេណាបាទបើនៅអាមេរិកគឺច្បាប់លោកត្រាំហ្នឹងគឺយកពីលើ Facebook ធ្វើអីអ្នកជំនាញចំណូលច្រើនហ្នឹងគឺច្រើនជាងហ្នឹងទៀតណាច្រើនជាង 20% ហ្នឹងបាទមានPhun Phan good morning from Cambodia បង I've been listening to your podcast and I really like your professionalism បាទអរគុណច្រើនបាទអូខេអត់មានទេណាលោកមនីអាចសរសេរម្ដងទៀតបានទេសិបកៃបាទលោកពូតាបន្ទាប់ពីអាមេរិកដកបំរាមលក់អាវុធឲ្យកម្ពុជាយើងតើយើងអាចទិញអាវុធពីអាមេរិកប្រភេទណាខ្លះបើយើងមានលុយតើយើងអាចទិញយន្តហោះចម្បាំង F16 បានដែរឬទេអាវុធទិញបានប៉ុន្តែវាមានប្រភេទវាកំណត់ឃើញយើងមើលតែរឿងអ៊ុយក្រែនសុំទិញអា Tomahawk គឺអាមេរិកអត់ទាន់លក់ឲ្យទេខ្ញុំអត់ដឹងថាលក្ខខណ្ឌចុងក្រោយនេះF16 គេមានការផ្លាស់ប្ដូរមិនទេព្រោះនៅអាមេរិក F16 អាមេរិកឡើងប្រើហើយឡើងផលិតហើយអញ្ចឹងណាអ្វីដែលមានគឺនៅក្នុង stock ហើយនឹងលក់ទៅខាងក្រៅទេប៉ុន្តែលក្ខខណ្ឌក្នុងពេលអតីតកាលកន្លងមកការដែលមានលុយទិញ F16 មិនមែនចេះតែមានលុយទិញបានទេអញ្ចឹងហើយបានជាខ្ញុំធ្លាប់បញ្យល់ប្រិមិត្តឲ្យយល់តាំងពីពេលដែលសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនភ្លាមហ្នឹងពេលហ្នឹងមានព័ត៌មានคล้ายច្រើនដែលចេញដោយខាងរុស្ស៊ីដោយខាងចិននិយាយបង្ខូចសហរដ្ឋអាមេរិកដែលថាអាមេរិកមាន lab មន្ទីរពិសោធន៍អាវុធជីវសាស្ត្រអីនៅអ៊ុយក្រែនអីហ្នឹងបានជារុស្ស៊ីទៅវាយពេលហ្នឹងហើយនៅស្រុកខ្មែរហ្នឹងគឺមានផ្សាយព័ត៌មានคล้ายហ្នឹងច្រើនណាស់ប្រិយមិត្តនៅចាំពេលហ្នឹងខ្ញុំក៏ចាប់ដើមពេលហ្នឹងមកខ្ញុំចូលមកធ្វើចែករំលែកតាម Facebook ដែរពេលហ្នឹងដើម្បីបញ្យល់ពេលហ្នឹងខ្ញុំក៏បញ្យល់ដែរគាត់ថាអាវុធមួយចំនួនមិនមែនមានលុយអាចទិញបានកិច្ចសហប្រតិបត្តិការមួយចំនួនមិនមែនចេះតែសហប្រតិបត្តិការអាមេរិកធ្វើជាមួយបានទេបើតាមលក្ខខណ្ឌរបស់ F16 ហ្នឹងពីព្រោះ F16 ការទិញ F16 មិនមែនទិញតែយន្តហោះទេគឺទិញទាំងបច្ចេកវិទ្យាទាំងការថែរក្សាអញ្ចឹងគឺតតែសហរដ្ឋអាមេរិកចាត់ទុកសម្ព័ន្ធមិត្តនឹងជិតស្និទ្ធនៅក្នុងលក្ខខណ្ឌកន្លងមកណាគឺសម្ព័ន្ធមិត្តជិតស្និទ្ធដែលរបស់សហរដ្ឋអាមេរិកបានអាមេរិកលក់នឹងឲ្យហើយពីព្រោះទៅ transfer technology transfer knowledge តែម្ដងសម្រាប់ការថែទាំការបើកបយហ្នឹងអញ្ចឹងដូច្នេះអាចនឹងឲ្យដឹងបើសិនជាអ្នកនឹងមិនមែនជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកអាចនឹងយកមិនគោរពតាមលក្ខខណ្ឌហ្នឹងទៅអាមេរិកមិនលក់ឲ្យទេអញ្ចឹងគឺមានលក្ខខណ្ឌគេតម្រូវអញ្ចឹងណាបាទហ្នឹងគឺដូចជានៅថៃគាត់ជាសម្ព័ន្ធមិត្តអាមេរិកយូរហើយមានសន្ធិសញ្ញាទៀតអញ្ចឹងដូច្នេះសហរដ្ឋអាមេរិកគេទុកចិត្តបានគេទិញមកពីព្រោះអីដើម្បីលក់អាវុធមួយចំនួនគឺត្រូវឲ្យសភាអនុម័តផងដែរបាទបានព្រួយសភាគេពិនិត្យមើលអស់ហើយទីលក្ខណៈយ៉ាងម៉េចលក្ខណៈការគោរពសិទ្ធិមនុស្សការលទ្ធិប្រជាធិបតេយ្យមិនគេមើលទាំងអស់តើលក្ខខណ្ឌម៉េចបើដាក់អានឹងឲ្យលក្ខខណ្ឌទៅឯកភាពមួយគេមិនមានច្រើនណាស់បាទមិនមែនទិញស្រួលទេមានអាវុធមួយចំនួនដែលអាចទិញស្រួលដោយមានលក្ខខណ្ឌតិចតួចអាហ្នឹងដូច្នេះយើងត្រូវគិតពិចារណាលើចំណុចហ្នឹងផងដែរមិនមែនមានន័យថាអាមេរិកបើកអនុញ្ញាតឲ្យកម្ពុជាទិញអាវុធបានគឺយើងទៅទិញមកភ្លាមបានគ្រប់បែបយ៉ាងទេឬក៏កម្ពុជាគាត់ក៏មិនចង់មកទិញភ្លាមនោះដែរកម្ពុជាគាត់អាចមានទីផ្សារកន្លែងណាដែលតម្រូវការលក្ខខណ្ឌហ្នឹងមិនទៅធ្ងន់ធ្ងរអីដោយសហរដ្ឋអាមេរិកផងដែរអញ្ចឹងណាសូម្បីតែថៃហ្នឹងក៏ងាកទៅទិញអាវុធពីចិនដែរប្រទេសប៉ាគីស្ថានហ្នឹងក៏ទៅទិញអាវុធពីចិនដែរអញ្ចឹងគឺមានរឿងច្រើនណាមានរឿងច្រើនប៉ុន្តែគ្រាន់តែអ្វីដែលជាល្អដែលខ្ញុំរំភើបនោះគឺវាជា good gesture ជាគេថាកាយវិការល្អដែលថា
តំណាក់តំណងរវាងប្រទេសទាំងពីរហ្នឹងវាឈានមកប្រកបដោយភាពនឹងកាន់តែល្អជាមួយគ្នាដោយគ្មានការដាក់លក្ខខណ្ឌណានៅពីលើបន្ថែមនឹងទៅជារឿងសៅម៉ងទៀតទេវាអញ្ចឹងណាដែលនៃនិមិត្តរូបដំបូងគឺវាអញ្ចឹងបាទអរគុណសាប់គីដែលបានសួរសំណួរហ្នឹងបាទធីមនីពន្ធ 20% លើអចលនទ្រព្យនៅឆ្នាំ2000តើបងនៅស្រុកយើងគណៈសកម្មភាពធ្វើដីធ្លីនៅស្ងាត់អូរឿងនៅស្រុកខ្មែរហ៎ស្រុកខ្មែរខ្ញុំអត់ដឹងទេលោកមនីខ្ញុំអត់ដឹងទេអត់បានតាមដានទេណាអត់បានតាមដានទេបាទពន្ធលើអចលនទ្រព្យបាទមាសមុំបងចូលចិត្តស្ដាប់ប្អូនប្រុសនិយាយណាព្រោះប្អូននិយាយល្អហើយប្អូនមានកិត្តិយសបាទអរគុណបងបាទអរគុណមាសមុំបើជានារីឬក៏បរិសុទ្ធខ្ញុំអរគុណបងប្រុសឬក៏បងស្រីបាទសូមអរគុណច្រើនបងធីមនីក៏ថាការយកពន្ធច្បាស់លាស់ដើម្បីឲ្យចំណូលជាតិគឺល្អតែគួរតែចាំពេលរឿងដីធ្លីល្អវិញឬយ៉ាងណាតាមយោបល់របស់បងប្រុសបើនិយាយជាទូទៅខ្ញុំអាចនិយាយបានបើនិយាយទូទៅគឺខ្ញុំយល់ស្របណាការយកពន្ធហ្នឹងគឺវាជារឿងមួយដែលល្អហើយសម្រាប់ទៅចំណូលរដ្ឋណាពីព្រោះរដ្ឋដែលអាចដំណើរការបានវាទៅការពន្ធហ្នឹងហើយណាពន្ធនៅអាមេរិកនេះក៏គេយកពន្ធដែរប៉ុន្តែស្ថានភាពនៅអាមេរិកនេះវាខុសពីនៅខ្មែរនៅអាមេរិកនេះទីផ្សារវាមានលក្ខណៈលំនឹងអញ្ចឹងគឺគេអត់មានបញ្ហាទេនៅខ្មែរខ្ញុំថាការគិតគូរដល់កន្លែងហ្នឹងវាជារឿងមួយល្អដែរខ្ញុំយល់ស្របថាតែខាងរដ្ឋាភិបាលគាត់មានបារ៉ែមគាត់នៅក្នុងការវាស់ស្ទង់ថាវាលើមកដល់កម្រិតនេះយើងអាចយកមិនខ្ញុំមិនបានសិក្សាស៊ីជម្រៅទៅលើកន្លែងហ្នឹងណាខ្ញុំមិនអាចនិយាយបានទេបាទព្រោះខ្ញុំមិនចង់ឲ្យនិយាយទៅជាទស្សនៈទូទៅដោយអត់មានលក្ខណៈវិទ្យាសាស្ត្រនៅក្នុងហ្នឹងទេបើគាត់ថាទស្សនៈទូទៅរបស់ខ្ញុំគឺដូចខ្ញុំនិយាយមិញហ្នឹងចឹងគឺបាទលឹមគឹមសាងក៏ជួយចុះបើថៃប្រើ F16 វាប្រហាកម្ពុជាខុសលក្ខខណ្ឌដែរទេបងបាទនេះសំណួរហ្នឹងគេសួរច្រើនបាទគេសួរច្រើនបាទពីព្រោះអាវុធអាមេរិកគឺសម្រាប់defense ទេសម្រាប់ការពារណាអញ្ចឹងប្រហែលជាថៃគាត់ប្រើ less justification ការបញ្យល់របស់គាត់គឺគាត់ការពារខ្លួនបាទការពារខ្លួនបាទតែយើងអញ្ចឹងហើយបានខ្ញុំនិយាយទៅខ្ញុំមិនមែនជាការលើកសូត្រតាមអ្វីដែលថ្នាក់ដឹកនាំកម្ពុជាទេដូចខ្ញុំស្ដាប់ប្រសាសន៍របស់លោកហ៊ុនសែនលោកមានប្រសាសន៍គឺខ្ញុំយល់ស្របកន្លែងហ្នឹងលោកថាយើងចោតសៀមថាចូលឈានពានយើងសៀមក៏ចោតយើងថាឈានពានគេដល់អញ្ចឹងតែយើងទៅប្តឹងអ្នកណាអ្នកប្តឹងឥឡូវហ្នឹងវាអញ្ចឹងណាគាត់និយាយចំណុចហ្នឹងខ្ញុំយល់ស្របពីព្រោះឥឡូវហ្នឹងគឺបើសិនជាក្នុងករណីដែលយើងអាចបង្ហាញថាសៀមឈានពានយើងអាហ្នឹងខុសហើយណាមកប្រើដើម្បីឈានពានប្រទេសមួយដល់ពេលសៀមគេឲ្យហេតុផលថាគេប្រើដើម្បីការពារទីគេចោទយើងឈានពានយើងដាក់អាវុធដាក់អីទៅអញ្ចឹងអាហ្នឹងជារឿងមួយដែលត្រូវបង្ហាញគ្នាអញ្ចឹងហើយបានបើរឿងទៅតុលាការសូម្បីតែរឿងសាមញ្ញគឺជួគ្នាពេលហ្នឹងត្រូវនិយាយអ្នកណាជាអ្នកល្មើសអ្នកណាជាអ្នក self defense ហើយពេលហ្នឹងខ្ញុំគាត់ទៅលើកឧទាហរណ៍សាមញ្ញមួយចុះសាមញ្ញមួយដែលខ្ញុំដឹងច្បាស់ហ្នឹងដឹងច្បាស់គឺសិទ្ធិនៃការប្រើអាវុធនៅសហរដ្ឋអាមេរិកដែលខ្ញុំខ្លួនឯងហ្នឹងខ្ញុំក៏មាន license ប្រើហើយក៏មានរបស់ប្រើដែរគឺពេលដែលយើងឡើងតុលាការបាទគ្រូបរិញ្ញាបត្រមកគ្រូបរិញ្ញាបត្រឲ្យយើងដឹងបាទមេធាវីក៏ប្រាប់យើងដែរថាគឺរឿងវាសំខាន់នៅលើ justification នឹងការឲ្យហេតុផលអំណះអំណាងថាយើងប្រើនឹងគឺក្នុងន័យ self defense បើកាលណាយើង self defense គឺការពារខ្លួនអាហ្នឹងយើងរួចខ្លួនអត់ជួបគុកជាប់ច្បាប់ទេបាទគេអាចប្តឹងយើងតែរឿងបទរដ្ឋសំណងរដ្ឋប្រវេណីទេរឿងព្រំទាន់គឺអត់ជាប់គុកជាប់ច្បាប់ទេអញ្ចឹងវាសំខាន់នៅក្នុងការផ្ដល់ហេតុផលនៅក្នុងតើយើងពិតជាប្រើរបស់ហ្នឹងដើម្បីការពារខ្លួនអញ្ចឹងរឿងនេះបើសិនជាខ្មែរយើងអាចនឹងបន្តអាចនឹងរកហេតុផលអីយ៉ាងម៉េចប្តឹងតវ៉ានៅពេលក្រោយប៉ុន្តែត្រូវរកហេតុផលណាឲ្យច្បាស់ថាថៃរំលោភយើងអាហ្នឹងយើងអាចតវ៉ាបានបើសិនជាក្នុងករណីហ្នឹងគឺខុសបាទណានឹងលក្ខខណ្ឌរបស់អាមេរិកហ្នឹងគឺ self defense បានហើយ
តែក្នុងលក្ខខណ្ឌអ្វីមួយទៀតដូចការឲ្យ head poll របស់ខាងស៊ុយអែតគាត់ថាថៃជាប្រទេសគោរពលទ្ធិជាតិធិបតេយ្យគ្រប់តាមច្បាប់ដូច្នេះថៃអាចនឹងមានសិទ្ធិទិញអីចឹងទៀតបាទរឿងចឹងប៉ុន្តែឆ្លើយឲ្យខ្លីជាមួយលោកកឹមសាងមានគេសួរខ្ញុំច្រើនណាប៉ុន្តែខ្ញុំមិនដែលបានឆ្លើយគឺឥឡូវនេះសូមឆ្លើយចឹងតែម្ដងបាទ head poll សំខាន់ justification គឺការផ្ដល់ head poll ថាតើថៃប្រើក្នុងលក្ខណៈរំលោភយើងយ៉ាងម៉េចជួនកាលយើង with naked eye ដោយភ្នែកធម្មតាយើងថាថៃពិតជារំលោភយើងហើយរកណាទៀតប៉ុន្តែនៅក្នុងនៅក្នុង the court of law នៅក្នុងតុលាការ justification ផ្សេងបាទគេទៅបង្ហាញ head poll យ៉ាងម៉េចចឹងហើយបានជាដូចរឿងមួយដែលខ្ញុំនិយាយតាំងពីមុនមកដែលមន្ត្រីទូតរបស់កម្ពុជាម្នាក់តែគាត់និយាយលេងជាមួយខ្ញុំចោលឡើងពីរឿងមិនអាចប្តឹងអាមេរិកទាសំណងនៅពេលដែលមានសង្គ្រាមដោយសារតែបោះតាំងមួយចំនួនយើងបានលុបចោលយើងឆ្លងកាត់របបខ្មែរក្រហមពីងើបពីខ្មែរក្រហមមកអត់បានចងក្រងអាបោះតាំងនោះវាលុបអារណ្ដៅធំនោះវាខ្លាចទៅជាធ្លុកប្រជាពលរដ្ឋលុបធ្វើផ្ទះទៅអត់ទៅវាអត់មានអីជាដែលថាលក្ខណៈបច្ចៈរឹងមាំដែលអាចមកប្តឹងគេបានអញ្ចឹងណាបាទអញ្ចឹងរឿងហ្នឹងវាមានច្រើនណាស់នៅក្នុងផ្នែកតុលាការហ្នឹងច្រើនអញ្ចឹងហើយបាទដូចជាដែលខ្ញុំនិយាយពីរឿងត្រឡប់មកអារឿងប្រើអាវុធនៅអាមេរិកហ្នឹងអញ្ចឹងបាទមិនសួរទេអាការខិតខំឲ្យ justify នៅតុលាការហ្នឹងបាទអរគុណលោកមុនហៀងមិនសួរមិនមកលឿនពេកដាច់មានសរសេរឡើងវិញទៅមានអ្នកណាទៀតបាទវិរៈអ៊ំបាទអរគុណលោកវិរៈបាទខ្ញុំអត់ចេះខ្ញុំអូនេះលោកប៊ុនហៀងក៏ថាបើខ្មែរបើកចំហជាមួយអាមេរិកបែបនេះតើប្រាក់បង្កក់ដែលអាមេរិកខកទុកនោះអាចដោះស្រាយដំណោះស្រាយទូសាជាងនេះទេតាមយោបល់បងតែមិនបើខ្មែរបើកចំហជាមួយអាមេរិកបែបនេះតើប្រាក់បង្កក់ដែលអាមេរិកខកទុកនោះអាចជាដំណោះស្រាយទូសាជាងនេះទេតាមយោបល់បងមានន័យថាម៉េចអាចដំណោះស្រាយទូសាយ៉ាងម៉េចឥឡូវខ្ញុំព្យាយាមឆ្លើយចេះវិញខ្ញុំមានតែខ្ញុំឃើញមានការចូល comment បាទ comment ខ្ញុំឃើញប្រិមិត្តមួយចំនួន comment សួរថាអូអញ្ចឹងតើលុយបង្កក់$15,000 លានហ្នឹងអាចមកឲ្យខ្មែរយកខ្មែរសុំយកមកអភិវឌ្ឍប្រទេសបានទេបើទិញជនហោទិញអីចឹងនេះបាទគឺមាន comment ចឹងនៅក្នុង page របស់ខ្ញុំហ្នឹងណាហើយក៏មានអ្នកទៅឆ្លើយទៅខ្ញុំឆ្លើយត្រូវខ្ញុំក៏មិនឆ្លើយចំនួនដែរអញ្ចឹងបើលោកប៊ុនហៀងសួរក្នុងន័យអញ្ចឹងគឺខ្ញុំអាចយកអ្វីដែលគេឆ្លើយនៅតាម Facebook យកមកចែករំលែកគឺជនរងគ្រោះនៃ scam ដែលថាមានទឹកប្រាក់រហូតដល់$15,000 លានហ្នឹងមិនមែនកម្ពុជាទេគឺពលរដ្ឋអាមេរិកហើយនិងពលរដ្ឋនៅប្រទេសផ្សេងអញ្ចឹង$10 billion សម្រាប់មួយឆ្នាំពីអាមេរិកនេះបើអញ្ចឹងជនរងគ្រោះនៅអាមេរិកទេបើគេយកលុយហ្នឹងមកសងពលរដ្ឋអាមេរិកនៅនេះទេមិនមែនលុយរបស់កម្ពុជាដែលមកសុំពីអាមេរិកដើម្បីយកលុយហ្នឹងទៅចាយវានៅកម្ពុជានឹងទេបាទឃើញគាត់ឆ្លើយអញ្ចឹងបាទត្រឹមតែហើយអ្នកណាដែលគាត់សួរហ្នឹងគាត់អត់ដឹងអីគាត់ចង់សុំលុយនឹងយកទៅហ្នឹងមិនមែននេះអត់បានទេណាគឺអ្នករងគ្រោះអាមេរិកបើយកលុយនឹងទៅពលរដ្ឋអាមេរិកដែលគ្នារងគ្រោះដោយសារ scammer ហ្នឹងរងគ្រោះដោយសារអ្នកមកសុំលុយនឹងភាសាទៀតហើយអត់ទេណាគឺគាត់ឆ្លើយល្អស្អីដែរហ្នឹងបាទគឺអ្នកដែលសួរហ្នឹងគាត់សួរដោយត្រង់បាទគាត់អត់ដឹងមែនគាត់លឺសើតែអាមេរិកបង្កក់លុយពីខ្មែរអញ្ចឹងសុំខ្មែរសុំទៅវិញអត់ទេអញ្ចឹងបើលោកប៊ុនហៀងសួរចង់មានន័យអញ្ចឹងហ្នឹងប្រហែលជាន័យអញ្ចឹងណាបាទដំណោះស្រាយទូសាជាងនេះទេបាទបើន័យអញ្ចឹងខ្ញុំអាចឆ្លើយតាមនឹងវិញណាអូខេអស់ហើយកម្ពុជា weapon បងតាមមូលហេតុអ្វីអាមេរិកមិនលក់ F35 ឲ្យថៃ F35 អត់តាន់លក់ឲ្យអ្នកណាទាំងអស់បាទ F35 អាមេរិកទុកប្រើអូ F35 លក់ឲ្យសម្ព័ន្ធមិត្តនៅអឺរ៉ុបមួយចំនួនដែរបាទមួយចំនួនដែរប៉ុន្តែវាមានលក្ខខណ្ឌរបស់គេអានោះវាប្រភេទទំនើបអញ្ចឹងដូច្នេះប្រហែលជាមិនទាន់អាចនឹង
លក់ឲ្យបានតម្លៃទេអញ្ចឹងណាបាទលក្ខខណ្ឌវាតម្រូវវាខ្ពស់ជាងនឹងតទៅទៀតខ្ញុំមិនដឹងអត់ដែរខ្ញុំមិនដឹងអត់ដែរគឺផ្នែកខាងហ្នឹងខ្ញុំមិនបានសិក្សាទេណាបាទអូខេអស់ហ៎លោកប៊ុនហៀងរឿងប្រាក់ដល់លោកប៊ុនហៀងគាត់ថាលោកប៊ុនហៀងគាត់ថាយ៉ាងម៉េចគាត់ថាជាឧទាហរណ៍ខ្លះក្រែងលោអាមេរិកប្រើលេងដើម្បីដាក់សម្ពាធខ្មែរកន្លែងណាមួយចង់និយាយថាអឺអាមេរិកដាក់សម្ពាធលើខ្មែរកន្លែងណាមួយបាទហ្នឹងជាការសម្ពាធហើយជាការពិតប្រកបតែម្ដងបាទជាការពិតប្រកបហើយលោកប៊ុនហៀង no doubt គ្មានអីសង្ស័យទេគឺគឺបានន័យថាអាមេរិកគាត់ឃើញអំពីបញ្ហាហ្នឹងកើតឡើងគាត់ត្រូវតែដាក់បង្កក់ហ្នឹងដើម្បីដាក់សម្ពាធឲ្យកម្ពុជាដោះស្រាយបាទដោះស្រាយបញ្ហាហ្នឹងពីព្រោះអីដោយដែលខ្ញុំបានជម្រាបពីមុនអញ្ចឹងជនរងគ្រោះជាពលរដ្ឋអាមេរិកណាពេលដែលមានបញ្ហាហ្នឹងគេប្តឹងអាជ្ញាធរគេប្តឹងទៅសមាជិកសភារបស់គេសមាជិកសភារបស់គេហ្នឹងគេទៅធ្វើការអាជ្ញាធរគេទៅចាត់វិធានការហ្នឹងអញ្ចឹងអាមេរិកទៅតែឆ្លើយតបហើយបាទអញ្ចឹងដូច្នេះដើម្បីឆ្លើយតបបានវាមានវិធានការច្រើនបើសភាគាត់ធ្វើច្បាប់ដូចថ្ងៃមុនគាត់ស្នើឡើងច្បាប់អញ្ចឹងអានោះគឺគាត់ធ្វើច្បាប់លំតនចេញប៉ុន្តែអាចនឹងចេញនៅពេលណាមួយបាទហើយខាងអាជ្ញាធរដូចជា FBI ហ្នឹងគាត់ត្រូវតែតាក់ទងទៅខាងប្រទេសសម័យប្រទេសពាក់ព័ន្ធហ្នឹងដើម្បីធ្វើការជាមួយគ្នាហ្នឹងបាទបើជាការពិតគឺចង់ឲ្យមានការដោះស្រាយបញ្ហាហ្នឹងបាទកម្យាក៏ថាចុះបើអាមេរិកស៊ើបដឹងថាថៃពិតជាបំពេញកម្ពុជាបានតើថៃអាចនឹងមានទណ្ឌកម្មយ៉ាងណាពីសហរដ្ឋអាមេរិកនិងអន្តរជាតិជាការពិតបាទជាការពិតអាចណាអាចមានបើសិនជាខ្មែរយើងអាចរកឃើញអាហ្នឹងមែនតាមយោបល់ខ្ញុំមិនដឹងរឿងលម្អិតនៃការប្រភេទទណ្ឌកម្មរឿងអាវុធទេណាប៉ុន្តែខ្ញុំថាបើសិនជាយើងអាចរកឃើញបានអាចទណ្ឌកម្មដែរដូចជាការមិនលក់ឲ្យអាវុធឬក៏ដាក់អីផ្សេងតទៅទៀតមានបាទតែក្តីរឿងនយោបាយអាមេរិកបោះឆ្នោតយកកៅអីនៅរដ្ឋ Texas យ៉ាងម៉េចហើយលោកពូចូលជាច្បាប់ហើយបើចូលជាច្បាប់ជាធរមានហើយលោកគៀលើមែននៅ Texas ដឹងហើយឥឡូវត្រៀមតែយកកៅអីបាទអូខេពន្លកតើប្រទេសកម្ពុជាអាចទារសំណងពីប្រទេសថៃបានទេបើរឿងថៃទម្លាក់ក្របបែកលើភាសាព្រះវិហារបងខ្ញុំថាដូចជាខ្មែរយើងឃើញរៀបចំប្តឹងទៅ UNESCO ដឹងហើយប៉ុន្តែនោះគឺមានការលើកឡើងដែរប៉ុន្តែខ្ញុំមិនច្បាស់ដែរតែប្រភេទសំណងហ្នឹងតើយើងអាចមានសំណងយ៉ាងម៉េចឬក៏មានជាការពមៀនទៅថៃយ៉ាងម៉េចខ្ញុំអត់ដឹងច្បាស់ដែរកន្លែងហ្នឹងណាតែគេត្រូវឆ្លងតឡាការយ៉ាងម៉េចពីព្រោះឯការឲ្យទាមទារសំណងនោះវាមានលក្ខខណ្ឌវាច្រើនដែរខ្ញុំអត់ដឹងអត់ដែរណាខ្ញុំអត់ដែរបាទរ៉ូនខេតើពាក្យ Navy នៅលើសភាវុធអាមេរិកមានន័យមិនពូ Navy បាទទាហានជើងទឹកទាហានជើងទឹកអាមេរិកបាទចឹងនៅលើអាវុធហ្នឹងគឺសំដៅទៅលើអាវុធឬក៏ឬក៏យន្តហោះអីហ្នឹងណា Navy ហ្នឹងគឺបានពួកទាហានជើងទឹកទាហានជើងទឹករបស់អាមេរិកហ្នឹងទាហានជើងទឹកអាមេរិកធំទាហានជើងទឹកអាមេរិកគឺមានកម្លាំងវាខ្លាំងច្រើនណាបាទលោកចន្ទថាបើជាដល់មកបងកឹមសេងខ្ញុំសូមសួរមួយម្ចាស់ដីថៃគាត់ថាដីខ្មែរយើងយកគាត់40ឆ្នាំហើយតើពលពតជាអ្នកដេញគាត់ចេញពីដីហ្នឹងឬយ៉ាងไรបាទរឿងហ្នឹងឆ្ងល់ដែរបាទឆ្ងល់ដែរហើយយូរហើយមិនតវ៉ាតតែមានការតវ៉ាហើយមានការពីជំរុំហ្នឹងមិនដែលបើយើងគិតមើលវាមិនដែលអាជ្ញាធរថៃណាទៅយកដីប្រជាពលរដ្ឋរបស់គាត់ហ្នឹងមកដាក់ជំរុំយើងបាទមកដាក់ជំរុំពលរដ្ឋយើងបាទគឺច្បាស់ជាបើសិនជាយើងបើអាជ្ញាធរថៃទៅខ្ចីដីពលរដ្ឋគាត់មកដាក់ធ្វើជំរុំអាហ្នឹងតើតាមានក្រដាសស្នាមអាជ្ញាធរទៅសុំពីគាត់មិនគាត់ឲ្យងាយណាហើយខ្មែរយើងមានចេតនាទៅនៅដីគាត់ណាបាទឡើយហ្នឹងសម្រាប់ខ្ញុំដូចជាមិន logic សោះហ្មងមិន logic សោះដែលគាត់និយាយបែបហ្នឹងដូចជាព័ត៌មានដែលខ្ញុំចែករំលែកព្រឹកមិញហ្នឹងថាគាត់បាត់បង់40ឆ្នាំមកហើយដូចជាខ្ញុំថា it doesn't make sense អត់មានន័យទេបាទ
ok xong màសំណួរចោលទៀតណាបងលោកតារាទៅនិយាយចោលមកសំណួរទៀតដែរបាទសាវីតាអត់យល់សំណួរតាធៀមនីតាភាគរយបោះឆ្នោតពាក់កណ្ដាលអាណត្តិមើលទៅខាងណាអាចនឹងនាំមុខបងបើមើលសន្ទុះចុងក្រោយនេះបាទសន្ទុះចុងក្រោយនេះយើងមើលទៅគឺវាមាននិន្នាការ2និន្នាការទី1គឺតាមធម្មតាគណៈបករបស់ប្រធានាធិបតីគឺតែងតែមិនឈ្នះទេនៅក្នុងការបោះឆ្នោតនៅរដ្ឋសភាអញ្ចឹងណាតែងតែគណៈបកមិនកាន់អំណាចគាត់បានអាសនៈឡើងវិញពីព្រោះអីពលរដ្ឋអាមេរិកគាត់ចង់ឲ្យមានតលយៈភាពនៅក្នុងការដឹកនាំពីព្រោះឥឡូវនេះលោកគណៈបកសាធារណរដ្ឋគឺគ្រប់គ្រងនៅសេតាវិមានគ្រប់គ្រងនៅព្រឹទ្ធសភាគ្រប់គ្រងនៅរដ្ឋសភាអញ្ចឹង3ហ្នឹងគឺទាំងអស់តែម្ដងហើយជាទម្លាប់របស់ពលរដ្ឋអាមេរិកនៅពេលដែលបោះឆ្នោតពាក់កណ្ដាលអាណត្តិហ្នឹងគឺគាត់ចង់ឲ្យមានការដូរគ្នាហ្នឹងគឺបានន័យថានៅរដ្ឋសភានេះគឺឲ្យទៅខាងគណៈបកផ្សេងវិញដើម្បីឲ្យត្រួតពិនិត្យមើលការងាររបស់ប្រធានាធិបតីទោះបីជាធ្វើល្អមិនក៏ដោយក៏កម្រនឹងបានឈ្នះណាបាទទី2រឿងដែលកើតឡើងនៅសហរដ្ឋអាមេរិកនេះតែម្ដងគឺលោកប្រធានាធិបតី Donald Trump គោលនយោបាយរបស់គាត់មួយចំនួនធ្វើឲ្យទាំងអ្នកប្រជាធិបតេយ្យទាំងអ្នកសាធារណរដ្ឋគឺមិនសប្បាយចិត្តទេដោយតែគាត់និយាយចេញមកគឺគាត់ពាណិជ្ជកម្មតែពាណិជ្ជកម្មចុះឡើងគឺប៉ះពាល់អាជីវកម្មខ្នាតតូចនឹងច្រើនណាស់នៅសហរដ្ឋអាមេរិកកន្លែងមួយចំនួនគឺបិទច្រើនណាស់បាទហើយទំនិញមួយចំនួនក៏ឡើងថ្លៃផងដែរអញ្ចឹងដូច្នេះមនុស្សកាលណាប៉ះអប៉ៅគេគឺគេនឹងប្រតិកម្មមកអញ្ចឹងដូច្នេះវាអាចនឹងមានការផ្លាស់ប្ដូរហើយចំណុចទី3ដែលវាជារឿងធម្មតាទេការបោះឆ្នោតពាក់កណ្ដាលអាណត្តិអានោះគេបោះឆ្នោតពាក់កណ្ដាលអាណត្តិគេនៅអាមេរិកគេប្រាប់ថាបោះឆ្នោតពាក់កណ្ដាលអាណត្តិនិងបោះឆ្នោតប្រធានាធិបតីបាទបើឆ្នាំដែលបោះឆ្នោតប្រធានាធិបតីនោះគឺក៏វាបោះឆ្នោតព្រឹទ្ធសភា30%ហើយនិងរដ្ឋសភា100%នឹងឡើងវិញដែរហើយដល់ពេលនៅចន្លោះហ្នឹង2ឆ្នាំហ្នឹងគឺ2ឆ្នាំចន្លោះនៃការកាន់អាណត្តិ4ឆ្នាំរបស់ប្រធានាធិបតីហ្នឹងគឺបោះឆ្នោតសភាហ្នឹងហើយព្រឹទ្ធសភាដែរហ្នឹងគឺព្រឹទ្ធសភាក៏30%ដែរគឺគេហៅថាពាក់កណ្ដាលអាណត្តិហើយតាមធម្មតាតាមទម្លាប់ក្រៅពីអ្វីដែលខ្ញុំបាននិយាយចំណុចដែលថាគេចង់ឲ្យមានតុល្យភាពហ្នឹងគឺតាមទម្លាប់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិអ្នកដែលគ្រប់គ្រងគណៈបកកាន់អំណាចនៅសេតាវិមានពិចារណាក៏អត់ទៅចេញបោះឆ្នោតច្រើនដែរចំនួនអ្នកដែលទៅចេញទៅបោះឆ្នោតនៅការបោះឆ្នោតពាក់កណ្ដាលអាណត្តិហ្នឹងតែងតែតិចជាងការបោះឆ្នោតនៅប្រធានាធិបតីចឹងបាទអញ្ចឹងហើយតាមទម្លាប់គឺអ្នកដែលបោះឆ្នោតគ្រប់គ្រងគណៈបកដែលកាន់នៅសេតាវិមានរបស់ប្រធានាធិបតីហ្នឹងតែងតែតិចជាងអ្នកដែលប្រឆាំងហ្នឹងបាទដូចនៅខ្មែរអញ្ចឹងដូចនៅខ្មែរបើនិយាយក្នុងបរិបទខ្មែរវិញការបោះឆ្នោតជាតិមានអ្នកទៅបោះឆ្នោតច្រើនជាងការបោះឆ្នោតឃុំសង្កាត់បាទមើលតួលេខដែលកើតឡើងកន្លងមកការបោះឆ្នោតឃុំសង្កាត់គឺខ្ទង់ប្រហែលជា20ទៅ25ឬ30%តិចជាងចំនួនអ្នកដែលចេញទៅបោះឆ្នោតថ្នាក់ជាតិបាទអញ្ចឹងនៅអាមេរិកក៏អញ្ចឹងដែរថ្ងៃបោះឆ្នោតប្រធានាធិបតីគឺចេញទៅច្រើនតែបោះឆ្នោតពាក់កណ្ដាលអាណត្តិពីចាំមិនសូវច្រើនទេបាទពាក់ក្តីអញ្ចឹងលោកមនីបាទអញ្ចឹងបាទអញ្ចឹងដូច្នេះបើតាមមើលទៅគឺគណៈបកប្រជាធិបតេយ្យនឹងអាចនឹងនាំមុខអាចនឹងមានសន្ទុះច្រើនជាងពីព្រោះឆ្លងតាមរយៈការបោះឆ្នោតប្រមាណអាសនៈដែលគេបោះបំពេញបន្ថែមហ្នឹងគឺអ្នកដែលឈរខាងប្រជាធិបតេយ្យនឹងឡើងជានិច្ចបាទហើយចំណុចឡើងជានិច្ចហើយចំណុចមួយទៀតបាទអញ្ចឹងហើយបានជាលោកប្រធានាធិបតីគាត់ខំប្រឹងធ្វើយ៉ាងណាដើម្បីកែមណ្ឌលបោះឆ្នោតហ្នឹងដូចជានៅ Texas ឯឥឡូវនៅ Virginia នោះឥឡូវវាខ្លាចជាជំងឺមួយធ្វើគ្រប់សហរដ្ឋអាមេរិកតែម្ដងបាទដើម្បីយកអាសនៈគ្នាទៅវិញទៅមកអញ្ចឹងដូច្នេះតើអ្នកណាអាចឈ្នះក្តោបយកអំណាចអាសនៈរបស់គេវិញទៅមកប៉ុណ្ណាហ្នឹងចាំមើលតទៀតដែរណាបាទប៊ុនហៀងមកគេឥឡូវសូមអូខេពីសំណួរចាស់លោកប៊ុនហៀងមួយផនស៊ីណារ៉ាមួយប៊ុនហៀងបាទអញ្ចឹងសូមអធិស្ឋានអ្នកដទៃទៀតណាបាទ
បើនាងក៏សួរថាសំណួរមួយទៀតបងតើខ្មែរគួរដើរការទូតជាមួយអាមេរិកដូចម្តេចដើម្បីឲ្យទំនាក់ទំនងមានស្ថិរភាពព្រោះជាទូទៅខ្មែរច្រើនលោកអឿនតាមប្រធានាធិបតីបាទនេះជាការពិតបាទនេះជាការពិតដែលកើតឡើងនៅសហរដ្ឋអាមេរិកនេះបាទហើយដែលជាផ្នែកមួយដែលខ្ញុំថាខ្ញុំនឹងធ្វើការសន្និដ្ឋានចុងក្រោយនៅពេលដែលខ្ញុំបញ្ឈប់ការផ្សាយពីរឿងខ្មែរថៃនេះអំពីការដឹកនាំរបស់លោកហ៊ុនម៉ាណែតថាតើគាត់ទៅធ្វើយ៉ាងម៉េចបន្តទៀតហ្នឹងបាទអញ្ចឹងឥឡូវនេះគឺសួរសំណួរហ្នឹងចំអ្វីដែលខ្ញុំត្រៀមនឹងនិយាយឲ្យខ្ញុំទុកពេលថ្ងៃក្រោយទៅណាបាទពេលថ្ងៃក្រោយដើម្បីឲ្យចម្លើយសរុបរួមតែម្ដងអញ្ចឹងជាពាក់លោកប៊ុនហៀងដាក់ទៅក្នុងកញ្ចប់ហ្នឹងកញ្ចប់នៃការវិតម្លៃចុងក្រោយតើកម្ពុជានិងសហរដ្ឋអាមេរិកនឹងបន្តយ៉ាងម៉េចតើការដឹកនាំរបស់មេដឹកនាំបច្ចុប្បន្នខ្ញុំយល់យ៉ាងម៉េចឲ្យខ្ញុំបានយកកំណត់នឹងទៅពិភាក្សាជាមួយមនុស្សមួយចំនួនគាត់យល់សពជាមួយនឹងចំណុចជាច្រើនដែលខ្ញុំលើកឡើងអញ្ចឹងជាពាក់សិនណាចាំនឹងយកជូននៅពេលក្រោយហើយលោកស៊ីណារ៉ាបាទចុងក្រោយណាចុងក្រោយផនស៊ីណារ៉ាបងបើបោះឆ្នោតខាងលោកត្រាំចាញ់តើអាចប៉ះពាល់ដល់ខ្មែរយើងទេមិនអីទេពីព្រោះលោកត្រាំគាត់នៅតែគ្រប់គ្រងសេដ្ឋវិមានដដែលបាទបើទោះបីជាខាងរដ្ឋសភាអាចនឹងផ្ទាស់កិច្ចការមួយចំនួនក៏អត់អីដែរពីព្រោះពីច្រើនគឺគេផ្ដោតទៅលើកិច្ចការនៅក្នុងប្រទេសនេះដែរណាដើម្បីដោះស្រាយបញ្ហានេះហើយពីច្រើនគឺគេធ្វើយ៉ាងណានិយាយឲ្យពាក្យសាមញ្ញឲ្យស្រួលយល់ទៅបាទស្រួលយល់ទៅខ្ញុំនៅធ្វើកសែតនៅអាមេរិកហើយខ្ញុំនៅតាមដានរឿងសភាហ្នឹងខ្ញុំដឹងច្រើនខ្ញុំនិយាយឲ្យសាមញ្ញអស់តែម្ដងទៅមិនប្រើភាសាការទូតភាសាអ្នកកសែតអីទេសមាជិករដ្ឋសភារបស់អាមេរិកគ្រប់រូបដែលឈរឈ្មោះហ្នឹងគាត់ pay attention គាត់ចាប់អារម្មណ៍ខ្លាំងទៅលើតម្រូវការនៅមណ្ឌលរបស់គាត់ដើម្បីអីដើម្បីឲ្យគាត់បានជាប់ឆ្នោតបន្តទៀតបាទនឹងជារឿងមួយពិតប្រកបដោយគ្មានអីលាក់បាំងទេអញ្ចឹងនៅពេលដែលលោកប្រធានាធិបតីលោកប្រធានាធិបតីចាញ់នៅពាក់កណ្ដាលអាណត្តិការគ្រប់គ្រងរបស់លោកប្រធានាធិបតីនៅវិសេសតែវាមាននៅដដែលទេអញ្ចឹងក្នុងរយៈពេល2ឆ្នាំទៀតមុននឹងបោះឆ្នោតប្រធានាធិបតីនោះគឺអ្នកតំណាងរាស្ត្ររបស់អាមេរិកសមាជិករដ្ឋសភាក្តីប្រសិទ្ធភាពរបស់អាមេរិកនេះភាគច្រើនផ្ដោតទៅលើគោលនយោបាយក្នុងស្រុកច្រើនហើយគឺដើម្បីឲ្យអ្នកបោះឆ្នោតឲ្យគាត់នឹងសប្បាយចិត្តទៅតាមតម្រូវការរបស់គាត់ហ្នឹងហើយធ្វើយ៉ាងណាឲ្យពេលបោះឆ្នោតប្រធានាធិបតីគឺបករបស់គាត់ឈ្នះមកកាន់អំណាចនៅសេតវិមានជំនួសវិញបាទដូច្នេះដើម្បីឲ្យអ្នកបោះឆ្នោតអាមេរិកសប្បាយចិត្តគឺផ្ដោតសំខាន់ទៅលើបញ្ហាក្នុងស្រុកបញ្ហាក្នុងស្រុកទេអញ្ចឹងទៅរឿងកិច្ចការបរទេសហ្នឹងវាលែងតែរឿងធំដូចថាសម្រាប់នៅហ្គាហ្សាហ្នឹងវាខ្លាំងបានគាត់ប្រតិកម្មអីចឹងនិយាយរួមគាត់ចាប់ផ្ដើមមើលផលប្រយោជន៍ភូមិសាស្ត្រហ្នឹងតើមិនម៉េចមណ្ឌលរបស់គាត់អញ្ចឹងហើយបាននិយាយនេះគឺស៊ីណារ៉ាសួរថាចុះសហគមន៍ខ្មែរយើងអាចនឹងដាក់សម្ពាធឲ្យដូរគោលនយោបាយបានទេសំទោសខ្ញុំនិយាយដោយត្រង់សហគមន៍ខ្មែរយើងបាទគាត់ការចូលរួមនយោបាយរបស់គាត់នឹងនៅមានកម្រិតបាទនៅមានកម្រិតណាស់បាទថែមទាំងការដាក់សម្ពាធអីហ្នឹងបើយើងគិតពីផលប្រយោជន៍អ្នកដែលបោះឆ្នោតឲ្យតំណាងរាស្ត្រនីមួយៗដូចជានៅខាងទីក្រុង Long Beach California នៅខាងរដ្ឋ Massachusetts អីហ្នឹងគឺនៅមានកម្រិតនៅឡើយដែលมันអាចនឹងផ្លាស់ប្ដូរបានខ្លាំងដូចជាសហគមន៍វៀតណាមសហគមន៍ចិនសហគមន៍ឥណ្ឌាពួកនោះគេមានសម្លេងគេខ្លាំងយើងនៅតូចនៅឡើយអញ្ចឹងយើងអភ័ព្វដែរណាសហគមន៍ខ្មែរនឹងអញ្ចឹងដូច្នេះយើងការដាក់សម្ពាធទៅលើតំណាងរាស្ត្រដើម្បីឲ្យធ្វើកិច្ចការមួយចំនួនហ្នឹងក៏នៅមានកម្រិតដែរមានក្នុងពេលកន្លងមកមានដូចជាធ្វើច្បាប់ស្ដីពីប្រជាធិបតេយ្យសិទ្ធិមនុស្សអីហ្នឹងបាទមានការទៅ lobby គាត់អាចធ្វើបានអញ្ចឹងបានដែរដើម្បីជាការលើកទឹកចិត្តដល់សហគមន៍ដែរប៉ុន្តែបើឲ្យគេគិតថាបើអត់សម្លេងយើងគេចាញ់ឆ្នោត
មិនតដល់កម្រិតនឹងឡើយទេអញ្ចឹងមិនថាបើសិនជាយើងចេះប្រមូលដុំគ្នាសម្លេងយ៉ាងម៉េចឲ្យបានថែមទៀតក៏វាជាការល្អទន្ទឹមនឹងនោះគឺសហគមន៍ខ្មែរយើងក៏មិនមែនមានន័យថាគាត់បោះអោយបេក្ខជននឹងមួយដែរគឺមានបេក្ខជនសាធារណរដ្ឋជាតបតៃហ្នឹងច្រើនបែកខ្ញែកគ្នាដែរអញ្ចឹងណាបាទអញ្ចឹងសម្រាប់ខ្ញុំសង្ខេបមកវិញជូនស៊ីណារ៉ាគឺកុំព្រួយបារម្ភអីគឺអាហ្នឹងហើយជាផ្នែកមួយដែលខ្ញុំថាខ្ញុំនឹងសង្ខេបការវិតម្លៃការដឹកនាំរបស់មេដឹកនាំកម្ពុជាក្នុងរយៈពេលតទៅមុខទៀតតើប្រៀបធៀបជាមួយនឹងការដែលគាត់ធ្វើជាមួយអាមេរិកអីហ្នឹងតើវាទៅជាយ៉ាងម៉េចច្រកយ៉ាងម៉េចចិនយ៉ាងម៉េចខ្ញុំមើលកត្តាទាំងអស់ហ្នឹងសង្យោគមកដើម្បីចែករំលែកការវិតម្លៃលេងរបស់ខ្ញុំទេបាទអញ្ចឹងអរគុណណាអរគុណច្រើនមែនតើហ្មងប្រិមិត្តដែលចូលមកអូមានតំណែងមួយនៅចាប់ផ្ដើមពីថ្ងៃអាទិត្យទៅសម្រាប់កម្មវិធីបច្ចុប្បន្នភាពអន្តរជាតិប្រហែលជាតតែម៉ោង10យប់ហើយ10យប់ហើយបានអាចផ្សាយបានម៉ោង10យប់មកនៅកម្ពុជាណាពីព្រោះនៅអាមេរិកគេដូរមកពីថ្ងៃអាទិត្យអញ្ចឹង10ម៉ោង10ព្រឹកនៅរដ្ឋធានី Washington នេះគឺបានន័យថា10យប់នៅកម្ពុជាហើយអញ្ចឹងខ្ញុំវាមានជំរើសពីររវាងជំរើសមិនផ្សាយកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិហ្នឹងផ្សាយតែកម្មវិធីបច្ចុប្បន្នភាពអាមេរិកដោយបូកសរុបទាំងពីរនឹងតែម្ដងឬក៏ផ្សាយរឿងយឺតបន្តិចពីរឿងបច្ចុប្បន្នភាពអន្តរជាតិហ្នឹងដោយដាក់ម៉ោង10យប់មកនៅខ្មែរវិញបាទអញ្ចឹងខ្ញុំចុងក្រោយខ្ញុំសម្រេចថានៅធ្វើបច្ចុប្បន្នភាពអន្តរជាតិហ្នឹងទៅក៏ប៉ុន្តែផ្សាយរឿងយឺតបន្តិចបាទដើម្បីដូរម៉ោងដោយសារការដូរម៉ោងនៅនេះចាប់ពីថ្ងៃអាទិត្យនេះតទៅណាអញ្ចឹងជម្រាបជូនប៉ុណ្ណឹងមិនមែនម៉ោង9យប់នៅកម្ពុជាដូចមុនទេណាឡើយជាម៉ោង10យប់ចុះយប់បន្តិចអញ្ចឹងដូចចេះបើប្រិយមិត្តណាមិនបានចូលក៏មិនអីទេចាំស្ដាប់ក្រោយទៀតទៅខ្ញុំទុកនៅក្នុងនោះទេបាទអញ្ចឹងថ្ងៃនេះវែងមែនតើណាថ្ងៃនេះវែងមែនតើណាបានចែករំលែកចំណេះដឹងច្រើនបាទហើយដូចដែលនិយាយរាល់ដងអញ្ចឹងនេះគ្រាន់តែជាទស្សនៈមួយរបស់ផ្ទាល់ខ្លួនរបស់ខ្ញុំទេផ្អែកទៅលើចំណេះដឹងដែលខ្ញុំមានទេបើសិនជាខុសឆ្គងយ៉ាងម៉េចខ្វះខាតកន្លែងម៉េចសូមរកប្រភពផ្សេងដើម្បីបំពេញបន្ថែមផង